Cha số đây bây mình đã start tiếng ở kia bài kiaประมาณngày ឥឡូវនេះយើងមកបន្តជាមួយនឹងសាច់រឿងថ្មីបែបរន្ធត់ញាប់ញ័រព្រឺព្រួយទៀតហើយជាមួយនឹងដំណើរកថាខ្មោចចាថ្ងៃនេះរឿងថ្មីបងប្អូនត្រៀមស្ដាប់ទាំងអស់គ្នាស្ដាប់មួយយកចិត្តទុកដាក់ដឹងតែអត់ភ្លេចហ្មងរឿងខ្មោចហ្នឹងអូខេតោះឥឡូវកុំឲ្យខាត់ពេលយូរយើងមកស្ដាប់ជាមួយនឹងចំណងជើងរឿងក៏ដូចជាសាច់រឿងពេញទំហឹងតែម្ដងចាត្រៀមណាអ្នកទាំងអស់គ្នាចាជាមួយនឹងរឿងថ្មីនេះគឺមានចំណងជើងថារឿងប្រលឹងស្រីក្រមុំសងសឹកអូយនិយាយទៅតាក់ទងជាមួយនឹងខ្មោចស្រីក្រមុំនេះគឺបើតាមយើងស្ដាប់កន្លងមកគឺថាលងសាហាវញាក់សាច់ចាមួយគឺញាក់សាច់ព្រឺព្រួយតែម្ដងតែមិនសូវលងស្រីគ្នាឯងទេច្រើនតែលងតែប្រុសព្រានទេតោះឥឡូវចូលទៅដល់សាច់រឿងរបស់យើងទាំងអស់គ្នាសម្រាប់តួអង្គនៅក្នុងរឿងស្រីក្រមុំសងសឹកនេះដែរគឺតួអង្គឈ្មោះសុភាចាសុភាគឺគាត់ជាស្រីក្រមុំដែលមានអាយុ21ឆ្នាំពេញស្រឡាញ់ពេញស្អាតតែម្ដងហើយសុភាហ្នឹងគឺគាត់ធ្វើការនៅក្នុងហាងកែសម្ផស្សមួយអញ្ចឹងគ្រាន់តែយើងដឹងប៉ុណ្ណឹងក៏ដឹងថាគាត់ស្អាតដែរចាព្រោះគាត់ធ្វើការនៅក្នុងហាងកែសម្ផស្សរូបរាងរបស់សុភាហ្នឹងគឺមិនតូចមិនធំមកល្មមហើយសម្បុរសស្គុះហ្មងចាសក់គាត់គឺរាងវែងហើយតម្រង់មុខគាត់គឺស្អាតចាស្អាតខ្លាំងមុខគាត់គឺពងកពើហើយស័ក្តិសមមែនតែនជាមួយនឹងជំនាញកែសម្ផស្សហ្នឹងតាមធម្មតាហ្នឹងក្រោយពេលចេញពីធ្វើការនៅម៉ោង8យប់ចានាងតែងតែត្រឡប់មកផ្ទះវិញម្នាក់ឯងហើយអត់ដែរជីអីទេព្រោះដោយសារផ្ទះរបស់នាងហ្នឹងគឺនៅមិនឆ្ងាយពីកន្លែងធ្វើការអញ្ចឹងនាងតែងតែត្រឡប់មកផ្ទះវិញម្នាក់ឯងដោយថ្មើរជើងហើយនៅមានយប់មួយហ្នឹងគឺនៅពេលដែលសុភាកំពុងតែត្រឡប់មកផ្ទះវិញអត់ទាន់ដល់ទេគឺនៅតាមផ្លូវដូចសពមួយដងហ្នឹងស្រាប់តែមានមនុស្សមកចាប់នាងពីក្រោយដៃម្ខាងហ្នឹងគឺខ្ទប់មាត់នាងជាប់រួចក៏អូសនាងចូលទៅក្នុងផ្ទះមួយដែលនៅជាប់នឹងផ្លូវហ្នឹងសុភាតស៊ូរើបំរាស់អស់ពីសមត្ថភាពប៉ុន្តែដោយសារអាចនឹងជាកម្លាំងមនុស្សប្រុសហើយទោះរើយ៉ាងណាក៏អត់ប្រយោជន៍ដែរនាងអោនទៅខំដៃរបស់មនុស្សអាក្រក់ដែលចាប់នាងហ្នឹងយ៉ាងពេញទំហឹងហើយវាក៏ទះកំភ្លៀងនាងឲ្យដួលបោកខ្លួនទៅនឹងកំរាឥតទៅបន្ទាប់មកវាក៏ដើរចូលទៅរកនាងទាំងកំហឹងដោយសារតែនាងតបតជាមួយវាណាតែតួអង្គវានេះក៏អត់ដឹងថាមានអត់ដឹងថាជាអ្នកណាដែរជាស្រីឬប្រុសតែអាចជាប្រុសមើលទៅពេលនឹងដែរគឺសុភាក៏ដកកូនកំបិតចេញពីកាបូបរួចក៏ចង្អុលគំរាមទៅកាន់វានឹងដោយឲ្យវាបើកទ្វារឲ្យនាងចេញទៅវិញចាគឺសុភាក៏គាត់ឆ្លាតដែរមិនថាអត់មានអីសោះជាប់ខ្លួនទេដំបូងហ្នឹងនៅពេលដែលឃើញសុភាយកកំបិតចង្អុលគំរាមបែបហ្នឹងវារៀងភ័យបន្តិចដែរគិតថាបំណងរបស់វាហ្នឹងប្រហែលជាអត់បានសម្រេចទេមើលទៅប៉ុន្តែចៃដន្យអីវាក៏ងាកចុះងាកឡើងហ្នឹងក៏ឃើញដំបងមួយមានដំបងមួយនៅក្បែរជញ្ជាំងហើយវាក៏ស្ទុះរត់ទៅចាប់ដំបងនោះមកដោយក្តីរីករាយខ្លាំងមែនតើគឺវាសប្បាយចិត្តគាត់ណាឃើញដំបងហ្នឹងហើយវាក៏ចូលមករកសុភាម្ដងទៀតព្រមទាំងបញ្ជាឲ្យសុភាហ្នឹងទម្លាក់កបិតចោលប៉ុន្តែសុភាគឺអត់ព្រមទេវាក៏វាយសំពងទៅលើរូបរាងកាយរបស់សុភាហ្នឹងគឺវាយខ្លាំងមែនតែនគឺវាយ៉ាងដំណំតែម្ដងហើយក្បាលរបស់នាងហ្នឹងក៏បែកហូរឈាមអូយយ៉ាងសស្រាក់គឺឈាមខ្លាំងចាព្រោះត្រូវមកដំបងហើយគឺហូរឈាមខ្លាំងវាសំពងនាងថែមនិយាយទៅគឺដាក់ថែមហើយថែមទៀតអត់មានបណៃដៃទេវាសុភានឹងរហូតតតែសុភានឹងអង្វរហើយប្រាប់វាថាខ្ញុំព្រមហើយឈប់វាទៀតទៅខ្ញុំព្រមហើយឈប់វាខ្ញុំទៀតទៅហើយសំឡេងអង្វរឮសំឡេងអង្វរបែបហ្នឹងគឺវាក៏បានបោះដំបងនឹងចោលហើយដើរចូលទៅចិត្តនាងដែលពេលហ្នឹងគឺឈាមកំពុងតែហូរចូលខ្លួននាងពេញខ្លួននាងតែម្ដងហើយវាក៏ចាប់សុភាឲ្យដេកនៅលើកាំជណ្ដើរហើយសោយសម្ពុតរបស់នាងឡើងរហូតដល់ឃើញខោក្នុងពណ៌សដ៏ស្អាត
ដែលនៅបិទបាំងវត្ថុស្ងួតរបស់នាងដែលនាងមិនធ្លាប់ឲ្យនរណាម្នាក់ហ្នឹងមកប៉ះពាល់វាម្ដងណាឡើយហើយវាក៏ទាញខោក្នុងរបស់នាងឲ្យរហែកដាច់ខ្ទេចខ្ទីអស់រហូតដល់បានឃើញភាពជាស្រីក្រមុំរបស់សុភានឹងយ៉ាងច្បាស់ក្រឡែតតែម្ដងសុភាបានត្រឹមតែដេកដកដង្ហើមអណ្ដើតអណ្ដកឈឺចាប់ខ្លោចផ្សាទាំងរូបរាងកាយនិងផ្លូវចិត្តរបស់នាងវាក៏អោនទៅរកចំណុចសំខាន់របស់សុភាយ៉ាងតក់ក្រហល់យ៉ាងប្រញាប់ប្រញាល់ខ្លាំងមែនតែនពុកមាត់ដ៏ស្មោករោគដ៏កខ្វក់របស់វាក៏បានត្រដោះនៅបរិវេណនោះឡើងក្រហមហើយវាក៏កើតមានអារម្មណ៍យ៉ាងពេញទំហឹងវាក៏ចាប់ផ្ដើមធ្វើប្រតិបត្តិការផ្សេងធ្វើឲ្យសុភានឹងគឺស្រែកទួញយំដោយក្តីឈឺចាប់ជាខ្លាំងវាពិតជាមិនបានយល់ថានាងជាស្រីក្រមុំនៅថ្មងថ្មីអីទេហើយបន្តពីនេះទៅទៀតគឺសុភាពិនិត្យមើលមុខវាយ៉ាងច្បាស់ហើយក៏បានឃើញមុខមាត់របស់វានឹងបានដក់ជាប់នៅក្នុងកែវភ្នែករបស់នាងដោយនាងគិតក្នុងចិត្តថានៅពេលដែលនាងនឹងបានរួចផុតពីក្រញាំដៃរបស់វានាងនឹងសងសឹកវាវិញឲ្យទាល់តែបានតែម្ដងប៉ុន្តែមិនដូចអ្វីដែលនាងបានគិតទេព្រោះក្រោយពីរំលោភនាងអស់ចិត្តហើយអាចោរព្រាននោះក៏ច្របាច់ករបស់នាងឲ្យស្លាប់នៅនឹងកន្លែងនោះតែម្ដងទៅអូយពិតជាណិតសុភាខ្លាំងមែនតែនតោះលុះទៅដល់យប់ជ្រៅវាក៏អូសសពរបស់នាងសុភានឹងយកទៅទុកចោលនៅលើផ្លូវមួយដែលនៅឆ្ងាយពីអគារមួយខ្នងហើយនាងស្លាប់ទៅទាំងប៉ូលីសមិនអាចដឹងបានឡើយថាឃាតករដៃដល់នឹងគឺជាអ្នកណាទេគឺវាអាចរួចខ្លួនក៏មានឱកាសចាំចាប់ស្រីផ្សេងទៀតរំលោភទៀតដោយដែលវាធ្លាប់ធ្វើកន្លងមកនៅលើសុភាបែបនេះដែរក្រោយមកពេលដែលវាឃើញស្ត្រីម្នាក់ទៀតកំពុងតែដើរឆ្លងកាត់ផ្លូវនេះភ្លាមនោះនាងក៏ត្រូវវាចាប់លបពីក្រោយនិងខ្ទប់មាត់ជាប់នាងក្រមុំសុទ្ធព្យាយាមតស៊ូតែស៊ូមិនបានវាយកដំបងថ្ងៃមុននោះមកវានាងរហូតតតែសន្លប់វាញញឹមឡើងពេញចិត្តរួចក៏ដើរទៅរកនាងធ្វើគ្រប់យ៉ាងដោយដែលវាធ្លាប់ធ្វើទៅដាក់សុភាអញ្ចឹងគឺវាបានចាប់រំលោភស្រីក្រមុំម្នាក់ទៀតភ្លាមនោះផងដែរខណៈពេលដែលវាកំពុងតែចាប់ផ្ដើមចាប់រំលោភទៅលើស្រីក្រមុំនោះស្រាប់តែរូបរាងផ្ទៃមុខរបស់នាងហ្នឹងគឺប្រែទៅជាមុខរបស់សុភាទៅវិញប៉ុន្តែដោយសារតែវានឹងកំពុងតែវង្វេងជាមួយនឹងអ្វីដែលវាធ្វើនេះគឺវាមិនបានមើលមុខរបស់នាងក្រមុំនឹងគឺច្បាស់ទេដៃទាំងពីររបស់នាងក្រមុំនឹងក៏លូកមករកបំពង់ករបស់វាហើយច្របាច់យ៉ាងខ្លាំងពេលនោះទៅវាឃើញមុខរបស់នាងក្រមុំនឹងយ៉ាងច្បាស់ថាមុខរបស់នាងគឺប្រែคล้ายទៅជានាងសុភាហើយវាក៏ដល់ថ្នាក់ភ្នែកសបេះដូងឈប់លោតតែម្ដងរាងកាយរបស់អាចោរព្រាននឹងគឺវាធ្លាក់ចុះពីរាងកាយរបស់នាងហើយក៏ប្រកាច់ទៅទាំងតដរខ្យល់ទៅនាងក្រមុំនឹងពេលដឹងខ្លួនក៏ប្រញាប់ងើបឡើងរត់គេចទាំងត្រេតត្រោលចេញពីអគារនោះចៃដន្យអីនាងក៏បានជួបប៉ូលីសដែលកំពុងតែដើរល្បាតកាត់តាមផ្លូវនោះផងដែរហើយនាងក្រមុំហ្នឹងក៏បានប្តឹងប៉ូលីសឲ្យចូលទៅចាប់ជនអាក្រក់នោះប៉ុន្តែនៅពេលដែលប៉ូលីសចូលទៅដល់ហ្នឹងក៏ឃើញវាដេកស្លាប់នៅត្រង់កន្លែងកើតហេតុនោះបាត់ទៅហើយប៉ូលីសសន្និដ្ឋានថាជនអាក្រក់នេះនៅពេលដែលវាឃើញរបស់ល្អរបស់នាងក្រមុំវាក៏រំជួលចិត្តរហូតដល់កាំងបេះដូងស្លាប់តែម្ដងទៅគ្មានអ្នកណាម្នាក់ដឹងឡើយថាវានឹងគឺងាប់ព្រោះតែការសងសឹករបស់នាងសុភាសោះអូយចាប់ហើយចាអរគុណច្រើនបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាយើងនឹងបន្តទៅកាន់រឿងថ្មីមួយទៀតហើយសូមកុំភ្លេចជួយ like follow ក៏ដូចជាជួយ subscribe ដាក់សញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូនិងរឿងថ្មីបន្តទៀតអរគុណ